រសាស្ត្រជោគជតារាសីសម្រាប់ថ្ងៃច័ន្ទ13រោចខែផល្គុនឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ដែលត្រូវនៅថ្ងៃទី16ខែមិនិនាឆ្នាំ2026ចំពោះលោកអ្នកដែលកាន់នៅក្នុងឆ្នាំជូតធាតុទឹកពងទេវតាប្រុសតាងឲ្យសត្វកណ្ដុររិស័យអស់លោកអ្នកដែលកាន់នៅក្នុងឆ្នាំជូតថ្ងៃនេះគឺធ្លាក់ចុះខ្លាំងទំនេរបានទីថាបើជាអ្នកធ្វើការជាបុគ្គលិកជាមន្ត្រីរាជការអាចនឹងគ្មាននរណាម្នាក់ចាប់អារម្មណ៍ជាមួយនឹងមតិយោបល់របស់អស់លោកអ្នកនោះឡើយរហូតធ្វើឲ្យលោកអ្នកកើតជាការអាក់អន់ស្រពន់ចុតធុញថប់តបប្រមល់មិនសូវជាមានអារម្មណ៍សប្បាយចិត្តក្នុងការបំពេញការងារទេនៅក្នុងថ្ងៃនេះហើយបើជាអ្នករកស៊ីចំនួនជួញដូរតូចធំនឹងត្រូវអង្គុយហាមាត់ស្ងាត់ព្រោះតែអតិថិជនមិនមានការជឿជាក់ទៅលើលោកអ្នកប៉ុន្តែដោយឡែកសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាវិញមិនមានភាពរកាំរកូសទេគឺល្អជាធម្មតានៅក្នុងថ្ងៃនេះចំណែកអស់លោកអ្នកដែលកាន់នៅក្នុងឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសតាំងឲ្យសត្វគោរាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវថ្ងៃនេះគឺធ្លាក់ចុះថ្ងៃនេះហាមដាច់ខាតក្តៅចិត្តបង្កជាចំនួនក្រែងធ្វើឲ្យជីវិតលោកអ្នកធ្លាក់ទៅក្នុងរណ្ដៅកាន់តែជ្រៅទៅត្រូវដោះស្រាយដោយសន្តិវិធីធ្វើអារម្មណ៍ឲ្យល្អជាមួយនឹងអ្នកដទៃលោកអ្នកត្រូវចាំថាថ្ងៃនេះជាថ្ងៃសុយរបស់អស់លោកអ្នកធ្វើអ្វីក៏មិនសូវគប់ប្រសើរនោះឡើយច្រើនតែមានកំហុសមិនសូវស្រាក់ស្រាននោះទេនៅក្នុងថ្ងៃនេះហើយប្រយ័ត្នប្រយែងមុននឹងសម្រេចចិត្តធ្វើអ្វីមួយក្នុងពេលនេះហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាគឺមានភាពក្តៅក្រហាយបើសិនអ្នកមិនចេះយោគយល់មិនចេះអធ្យាស្រ័យអត់ឱនឲ្យគ្នានឹងគ្នាចំពោះលោកអ្នកដែលកាន់នៅក្នុងឆ្នាំខាលធាតុឈើពងយស្រីតាំងឲ្យសត្វខ្លាអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលថ្ងៃនេះគឺរាសីល្អជាបង្គួរទំនាបបានទីថាលោកអ្នកអាចនឹងសម្រេចការងារបានរលូននិងល្អគ្រប់យ៉ាងក៏ប៉ុន្តែកុំមានអំនួតជ្រុលពេកខ្លាចនាំឲ្យមានទុកដាក់ខ្លួនទៅថ្ងៃខាងមុខថ្ងៃនេះលោកអ្នកអាចនឹងមានទំនោរចាយវាយច្រើនបន្តិចតែត្រូវគិតឲ្យបានច្បាស់លាស់មុននឹងត្រូវចំណាយទៅលើអ្វីមួយខ្លាចក្រែងទឹកភ្នែកជូតក្បាលជង្គង់ទៅថ្ងៃណាមួយហើយបើជារឿងគ្រួសារនិងស្នេហារមែងមានភាពផ្អែមល្ហែមដោយទឹកអប់បំពង់ខ្ចីអញ្ចឹងឯងនៅក្នុងថ្ងៃនេះចំពោះលោកអ្នកដែលកាន់នៅក្នុងឆ្នាំថោះធាតុឈើពងមនុស្សស្រីតាំងឲ្យសត្វទន្សាយអស់លោកអ្នកដែលកាន់នៅក្នុងឆ្នាំថោះថ្ងៃនេះរាសីឡើងខ្ពស់ត្រដែតទំនាបបានទីថាប្រសិនបើលោកអ្នកកំពុងតែជោគជ័យទៅលើវិស័យអ្វីមួយហើយលោកអ្នកត្រូវតែពង្រឹងវិស័យនោះបន្ថែមឲ្យខ្លាំងជាងនេះទៅទៀតព្រោះវានឹងអាចនាំឲ្យអនាគតរបស់អស់លោកអ្នកកាន់តែប្រសើរជាងមុនប៉ុន្តែហាមយកគំនិតអ្នកដតីខ្លាចក្រែងនាំឲ្យរឿងអស់ទៅនោះអាសាបង់ហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាគឺមានភាពល្អក់ល្អឿនផ្អែមល្ហែមជាពន់ពេកនៅក្នុងថ្ងៃនេះចំពោះលោកអ្នកដែលកាន់នៅក្នុងឆ្នាំរោងធាតុមាសពងទេវតាប្រុសតាងឲ្យសត្វនិករាជរិស័យរបស់លោកអ្នកដែលកាន់នៅក្នុងឆ្នាំរោងថ្ងៃនេះគឺស្រុតចុះទំនាបបានទេថាលោកអ្នកនឹងមានកង្វល់ច្រើនជាពិសេសគឺវិបត្តិហិរញ្ញវត្ថុតែម្ដងភាពស្មុគស្មាញកាន់តែកើនឡើងទៅលើលោកអ្នកមិនថាជាអ្នករកស៊ីឬជាអ្នកធ្វើការនោះឡើយហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាវិញគឺមានភាពរកាំរកូសមិនសូវជាចុះសម្រុងនិងឈានដល់បង្កជាចំនួនធំផងដែរបើសិនជាលោកអ្នកមិនចេះអត់ធ្មត់អត់ឱនសង្កត់ចិត្តនោះទេចំណែកលោកអ្នកដែលកាន់នៅក្នុងឆ្នាំម្សាញ់ធាតុភ្លើងពងមនុស្សប្រុសតាំងឲ្យសត្វពស់រិស័យរបស់លោកអ្នកដែលកាន់នៅក្នុងឆ្នាំម្សាញ់ថ្ងៃនេះគឺល្អជាមធ្យមទំនាបបានទេថាលោកអ្នកអាចប្រកបមុខរបរឬកិច្ចការងារប្រចាំថ្ងៃបានល្អធម្មតាគ្រាន់តែថ្ងៃនេះហាមជឿងប់ងល់ទៅលើពាក្យសម្ដីរបស់មិត្តភក្តិក៏បីត្រូវលះបង់មិត្តភក្តិខ្លះដែលជាអ្នកគិតថាមិត្ត
ចិត្តស្និទ្ធស្គាល់ចិត្តថ្លើមព្រោះក្នុងចំណោមមនុស្សទាំងអស់នោះចាំតែកេងចំណេញនិងជន់អ្នកពន្លិចតែប៉ុណ្ណោះហើយសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាគឺមិនមានភាពរកាំរកូសឬក៏បញ្ហាណាមួយចាត់ឡើងនោះទេគឺល្អជាធម្មតានៅក្នុងថ្ងៃនេះចំណែកអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីធាតុភ្លើងពងទេវតាស្រីតាំងឲ្យសត្វសេះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីថ្ងៃនេះរាសីឡើងខ្ពស់ត្រដែតតែម្ដងទំនាបបានទីថារាល់កិច្ចការងារប្រចាំថ្ងៃទាំងប៉ុន្មានរបស់អស់លោកអ្នកគឺប្រព្រឹត្តទៅដោយរលូនជោគជ័យនិងល្អប្រសើរណាស់ក៏បីសម្រាប់ចិត្តភ្លាមទៅលើគម្រោងណាមួយដែលអ្នកគិតថាបានគិតទុកសម្រាប់ទៅថ្ងៃអនាគតដូច្នេះចូលកុំស្ទាក់ស្ទើរព្រោះនោះជាផលប្រយោជន៍ធំសម្រាប់លោកអ្នកទៅថ្ងៃអនាគតហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាគឺមានតែភាពផ្អែមល្ហែមមានតែភាពល្អល្អនិងយល់ចិត្តគ្នាជានិច្ចនៅក្នុងថ្ងៃនេះអស់លោកអ្នកដែលនៅក្នុងឆ្នាំមមែធាតុមាសពងទេវតាស្រីតាឲ្យសត្វពពែរិស័យរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមែថ្ងៃនេះគឺស្រុតចោទំនាបបានទីថាលោកអ្នកព្យាយាមកុំចាយវាយច្រើនទៅតាមចំណូលចិត្តជៀសវាងជឿពាក្យទាញអត់អីរបស់មិត្តភ័ក្តិអាចនឹងនាំឲ្យអន្តរាយចំពោះខ្លួនទៅថ្ងៃខាងមុខហើយចំពោះកិច្ចការងារប្រចាំថ្ងៃត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបន្តិចព្រោះលោកអ្នកនឹងអាចត្រូវបាត់បង់ឱកាសល្អសម្រាប់ទៅថ្ងៃខាងមុខហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាអាចនឹងជួបរឿងរកាំរកូសបន្តិចបន្តួចតែមិនថ្មីទេដោយសារតែលោកអ្នកចេះអធិស្ឋានឲ្យគ្នានឹងគ្នាហើយចំណែកលោកអ្នកដែលនៅក្នុងឆ្នាំវកធាតុដៃពងចប្រុសតាំងឲ្យសត្វស្វាលោកអ្នកដែលនៅក្នុងឆ្នាំវកថ្ងៃនេះរាសីឡើងខ្ពស់ត្រដែតតែម្ដងទំនាយទីថាលោកអ្នកដូចជាទទួលបានធម្មពលពិសេសអ្វីមួយអាចខាងផ្លូវងងឹតដែលជំរុញឲ្យការសម្រេចចិត្តរបស់អស់លោកអ្នកទាំងធំទាំងតូចប្រមាណប្រកបទៅដោយភាពល្អប្រសើរដាក់ចុះដោះឡើងគួរជាទីពេញចិត្តមានមោទនភាពហើយសម្រាប់អ្នកធ្វើការជាបុគ្គលិកជាមន្ត្រីរាជការក៏នឹងមានឱកាសបានដំឡើងតំណែងធំដូចជាសេចក្តីដែលលោកអ្នកប៉ងប្រាថ្នាពីមុនមកចឹងឯងចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាគឺមានតែភាពផ្អែមល្ហែមនិងមានស្នាមញញឹមចំពោះគ្នានឹងគ្នាជានិច្ចចំពោះលោកអ្នកដែលនៅក្នុងឆ្នាំរកាធាតុដៃពងជាប្រុសតាំងឲ្យសត្វមាន់អស់លោកអ្នកដែលនៅក្នុងឆ្នាំរកាថ្ងៃនេះគឺរាសីល្អបង្គួរទំនាយបានទីថាលោកអ្នកអាចប្រកបកិច្ចការងារប្រចាំថ្ងៃបានល្អដោយសពមួយដងអញ្ចឹងឯងតែសម្រាប់ថ្ងៃនេះហាមជឿសម្ដីអូសទាញពីអ្នកដទៃត្រូវប្រកាសនឹងជឿជាក់ទៅលើខ្លួនឯងជាងអ្នកដទៃហើយសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាគឺមានភាពល្អល្អើនចេះចុះសម្រុងគ្នាមិនមានភាពរកាំរកូសទេនៅក្នុងថ្ងៃនេះចំពោះលោកអ្នកដែលនៅក្នុងឆ្នាំចធាតុដីពងយស្រីតាំងឲ្យសត្វឆ្កែអស់លោកអ្នកដែលនៅក្នុងឆ្នាំចថ្ងៃនេះរាសីស្រុតចុះទំនាយបានទីថាលោកអ្នកត្រូវគិតគូរឲ្យបានវែងឆ្ងាយមុននឹងទទួលមតិយោបល់ពីអ្នកដទៃព្រោះថារាល់គំនិតអ្នកទាំងអស់នោះអាចនឹងនាំឲ្យលោកអ្នកលិចលង់ខាត់បង់ទ្រព្យសម្បត្តិលុយកាក់ជាដើមដូច្នេះត្រូវគិតគូរឲ្យបាន 4-10 ដងប្រសិនបើមានបំណងចង់បើកអាជីវកម្មធ្វើអ្វីមួយឬក៏ផ្លាស់ប្ដូរកន្លែងការងារហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាមានភាពរកាំរកូសមិនសូវជាចុះសម្រុងគ្នានោះទេហើយប្រសិនបើលោកអ្នកឆាវឆាវទៀតនោះអាចនឹងឈានទៅរកការបែកបាក់គ្នាថែមទៀតផងនៅក្នុងថ្ងៃនេះនិងចំពោះលោកអ្នកដែលនៅក្នុងឆ្នាំកុលទៀតទឹកពងមនុស្សស្រីតាំងឲ្យសត្វជ្រូករាសីរបស់លោកអ្នកដែលនៅក្នុងឆ្នាំកុលថ្ងៃនេះគឺរាសីឡើងខ្ពស់ត្រដែតតែម្ដងទំនាយបានទីថាលោកអ្នកនឹងជួបសំណាងធំនៅក្នុងវិស័យការងារឬវិស័យអាជីវកម្មតែថ្ងៃនេះត្រូវតែមើងម៉ាត់កុំទូទុនចិត្តទុនឲ្យសោះផែនការអនាគតរបស់លោកអ្នកនឹងឃើញពន្លឺតិចត្រូវចាប់ឱកាសនេះឲ្យជាប់នៅក្នុងដៃដោយឡែករឿងស្នេហានិងគ្រួសារវិញគឺមានភាពរលូនផ្អែមល្ហែមល្អក់ល្អឿនជានិច្ចនៅក្នុងថ្ងៃនេះ